សួស្តីអ្នកស្វាគមន៍អ្នកទាំងអស់គ្នាចូលមកទស្សនារឿងព្រាអសត់នៃទីក្រុងដែលជាភាគទី18ចាប់ផ្ដើមនឹងសេរឿងលោកដុកទ័រស៊ូក៏បានចាប់ដៃរបស់យីឈិនលោកវិជ្ជាបណ្ឌិតយីខ្ញុំមិននឹកស្មានថានឹងបានជួបលោកនៅទីនេះនោះទេការពេលនោះនៅផ្ទះរបស់លោកម្ចាស់សេងការព្យាបាលរបស់លោកពិតជាបានធ្វើខ្ញុំភ្លឺភ្នែកមែនស្វាងចេះតែម្ដងធ្វើឲ្យអាប៉ែយងហ្វូហើយនឹងប្រពន្ធរបស់គេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសូម្បីតែប៉ាម៉ារបស់ស៊ុនយីក៏ដូចគ្នាដែរមិត្តប្រុសរបស់កូនយើងគឺជាវិជ្ជាបណ្ឌិតសូម្បីតែស៊ុនយីក៏ស្រឡាំងកាំងយ៉ាងខ្លាំងចំណែកទូប្រុសរបស់យើងក៏បានឆ្ងល់តើលោកគ្រូពេទ្យម្នាក់នេះជាអ្នកណាទៅហាក់បីដូចជាខ្ញុំមិនចាំឈ្មោះរបស់គាត់នោះទេតែអំបញ្ញមិនខ្ញុំលឺអាប៉ែម្នាក់នោះហៅថាលោកដុកទ័រស៊ូដូច្នេះនាមត្រកូលរបស់គាត់គឺតែឈ្មោះស៊ូបន្ទាប់មកយីឈិនក៏បាននិយាយរៀបទៀតទៅវិញលោកដុកទ័រសៀវស៊ូតើសុខសប្បាយជាទេលើកចុងក្រោយតើពួកយើងជួបគ្នានៅឯណាដោយលោកដុកទ័រស៊ូក៏បាននិយាយប្រាប់ពួកយើងបានជួបគ្នាលើកមុននៅផ្ទះរបស់លោកម្ចាស់សេងបន្ទាប់មកទូប្រុសរបស់យើងក៏បានចាំបានដែលគាត់គឺជាដុកទ័រដែលបានព្យាបាលលោកម្ចាស់សេងដូច្នេះមានន័យថាលោកមិនបាននិយាយកុហកនោះទេមុននេះមិនទេខ្ញុំគិតថាលោកនិយាយបោកប្រាស់ចំណែកអាប៉ែយងហ្វូគេនៅតែមិនអស់ចិត្តលោកដុកទ័រស៊ូតើលោកកំពុងតែនិយាយលេងសើចមែនទេព្រោះតែមើលទៅគេគឺជាក្មេងតែប៉ុណ្ណោះបែរជាលោកហៅគេថាជាលោកគ្រូពេទ្យវិជ្ជាបណ្ឌិតមើលទៅរូបរាងរបស់គេមិនស័ក្តិសមនោះឡើយមិនថាទោះបីជាពួកលោកហៅយ៉ាងម៉េចក៏ដោយគេគ្រាន់តែជាក្មេងសម្រាមតែប៉ុណ្ណោះដោយដុកទ័រស៊ូក៏បាននិយាយឡើងវិជ្ជាបណ្ឌិតយីតើគេនេះគឺជាអ្នកណាយីឈិនក៏បាននិយាយប្រាប់គេគ្រាន់តែជាឆ្កែឆ្កួតដែលចេះតែព្រុសព្រាផ្ដាស់តែប៉ុណ្ណោះបន្ទាប់ពីស្ដាប់ឮបែបនោះដុកទ័រស៊ូក៏បានហៅនៅសន្តិសុខពីរនាក់មកមៀតធំតែម្ដងចាប់ក្របួយអាប៉ែយងហ្វូហើយនឹងប្រពន្ធរបស់គេដោយសារតែមនុស្សពីរនាក់នេះនិយាយខ្លាំងបង្កសម្លេងរំខានទៅដល់ការព្យាបាលនៃជំងឺផ្សេងទៀតខ្ញុំសង្ស័យថាពួកនេះទាំងពីរនាក់នេះអាចនឹងឆ្លងជំងឺឆ្កែឆ្កួតមកដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺរបស់ពួកគេខ្ញុំស្នើសុំឲ្យពួកនេះទាំងពីរចាកចេញពីមន្ទីរពេទ្យមួយនេះភ្លាមដោយសន្តិសុខមៀតធំទាំងពីរក៏បានចាប់ប្តីប្រពន្ធពីរនាក់នោះចេញទៅធ្វើឲ្យពួកគេស្រែកពេញទៅនឹងលោកដុកទ័រស៊ូខ្ញុំមិនបានឈ្មោះនោះទេដោយទូប្រុសរបស់យើងក៏បានគិតស្មាររបស់ដុកទ័រស៊ូបន្ទាប់មកក៏បានសរសើរជំនាញពេទ្យរបស់លោកនៅកម្រិតមធ្យមប៉ុន្តែវិធីសាស្ត្រនៃការសម្រួលមនុស្សគឺសាហាវខ្លាំងណាស់ដោយគាត់ក៏បានតបទៅវិញវិជ្ជាបណ្ឌិតយីហាក់បីដូចជានិយាយលេងសើចពេកហើយគឺដោយសារតែពួកគេនិយាយមានគោរពវិជ្ជាបណ្ឌិតយីពេលនោះស៊ុនយីក៏បានស៊ូយីឈិនតើលោកស្គាល់ដុកទ័រស៊ូដល់របៀបណាបើអញ្ចឹងលោកអាចឲ្យគាត់ជួយប្អូនរបស់ខ្ញុំបានដែរឬទេប្រាប់គាត់ឲ្យធ្វើការវាកាត់ប្អូនរបស់ខ្ញុំជាមុនសិនចំណែកថ្លៃព្យាបាលខ្ញុំនឹងព្យាយាមរកមកសងបន្ទាប់ពីឃើញស៊ុនយីហើយនឹងយីឈិនដូចជាស្និទ្ធស្នាលនឹងគ្នាធ្វើឲ្យដុកទ័រស៊ូក៏បានគិតបន្តិចវាហាក់បីដូចជាបងស្រីរបស់ស៊ុនហៅស៊ីមានទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹងវិជ្ជាបណ្ឌិតយីបន្ទាប់មកគាត់ក៏បានហៅលោកគ្រូពេទ្យម្នាក់ទៀតមកសូមផ្ដល់ខ្ញុំនៅកំណត់ត្រាជីវប្រវត្តិរបស់អ្នកជំងឺស៊ុនហៅស៊ីត្រូវតែធ្វើការវាកាត់ជាបន្ទាន់ខ្ញុំទទួលខុសត្រូវដោយផ្ទាល់ចំពោះអ្នកជំងឺម្នាក់នេះវិជ្ជាបណ្ឌិតយីខ្ញុំបានរៀបចំរួចហើយគ្រូសាស្ត្រនៃជំងឺមិនចាំបាច់ព្រួយបារម្ភនោះទេយីឈិនក៏បានសួរតើការវាកាត់របស់ហៅស៊ីមានផលវិបាកដែរឬទេលោកដុកទ័រក៏បាននិយាយប្រាប់មិនចាំបាច់ព្រួយបារម្ភនោះទេខ្ញុំនឹងវាកាត់ដោយខ្លួនឯងផ្ទាល់គ្មានបញ្ហានោះឡើយបន្ទាប់មកទូប្រុសរបស់យើងក៏បានទិញប៊ិចក្រដាសសរសេរនៅរូបមន្តព្យាបាលវិទ្យាសាស្ត្រមួយដែលព្យាបាលដោយបច្ចេកទេសចាក់បញ្ចូលវិទ្យាសាស្ត្រវាគួរតែពង្រឹងនៅជំនាញវិទ្យាសាស្ត្ររបស់លោកដុកទ័រឲ្យកាន់តែប្រសើរឡើងបន្ទាប់ពីយកមកមើលធ្វើឲ្យដុកទ័រស៊ូមានការព្យាបាលយ៉ាងខ្លាំងនេះគឺជាវិទ្យាចាក់បញ្ចូលវិទ្យាសាស្ត្រតាមសរសៃឈាមដែលវាបានបាត់បង់យូរមកហើយប្រសិនបើខ្ញុំអាចរៀនចេះពីបច្ចេកទេសជំនាញមួយនេះជំនាញវិទ្យាសាស្ត្ររបស់ខ្ញុំនឹងប្រសើរឡើងយ៉ាងខ្លាំងដោយទូប្រុសរបស់យើងក៏បានលើកនៅបែងកាតចេញមកថ្លៃព្យាបាលនិងថ្លៃវាកាត់តម្លៃប៉ុន្មានខ្ញុំនឹងផ្ដល់ឲ្យលោកពេញតម្លៃដុកទ័រស៊ូក៏ប្រញាប់និយាយអូខ្ញុំមិនអាចទទួលយកបាននោះទេរូបមន្តវិទ្យាព្យាបាលដែលលោកបានប្រគល់ឲ្យខ្ញុំវាមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេព្រោះថាវាមានប្រយោជន៍ចំពោះខ្ញុំខ្លាំងណាស់លោកមិនជាមនុស្សយីមិនចាំបាច់ចំណាយលើការព្យាបាលទីនោះទេធ្វើឲ្យស៊ុនយីហើយនឹងប៉ាម៉ារបស់នាងក៏មានការព្យាបាលយ៉ាងខ្លាំងដែរថ្លៃវាកាត់ហើយនឹងថ្លៃព្យាបាលរបស់ហៅស៊ីដោះដូរជាមួយនឹងក្រដាសមួយច្បាប់សាមញ្ញបែបនេះមិត្តប្រុសរបស់កូនជាអ្នកណាពិតប្រាកដទៅកាត់មកខាងមុខមន្ទីរពេទ្យនៅពេលយប់ដែលប៉ារបស់ស៊ុនយីក៏បាននិយាយប្រាប់កូនស្រីគួរតែត្រឡប់ទៅសម្រាប់សិនទៅប៉ាហើយនឹងម៉ាក់គឺនៅយាមនៅទីនេះបន្ទាប់មកគាត់ក៏បានផ្ដាំកូនស្រីរបស់គាត់ស៊ុនយីប៉ាមានរឿងចង់និយាយប្រាប់ទោះបីជាកូនហើយនឹងមិត្តប្រុសរបស់កូនជាសង្សារនឹងគ្នាក៏ដោយការរស់នៅជាមួយនឹងគ្នាតែងតែមានភាពរអាក់រអួលបន្តិចបន្តួចហើយពេលនេះកូនទាំងពីរក៏មិនទាន់រៀបការទៀតផងពេលធ្វើអ្វីមួយត្រូវតែចាត់វិធានការការពារមិនអាចធ្វើប្រហែលបានឡើយនឹងហើយអ្វីដែលប៉ាស៊ុនយីបាននិយាយអ្នកទាំងអស់គ្នាប្រហែលជាដឹងច្បាស់ហើយថាគាត់ចង់សម្ដៅទៅលើអ្វីព្រោះតែអ្នកទាំងអស់គ្នាគឺឆ្លាតខ្លាំងណាស់បន្ទាប់ពីស្ដាប់ឮបែបនោះស៊ុនយីនឹងក៏ចង់ដាច់ផ្កាដែរប៉ាពួកយើងទាំងពីរមិនមែនដូចអ្វីដែលប៉ាបាននិយាយនោះទេប៉ុន្តែលោកប៉ារបស់នាងក៏បានធ្វើដៃបាយដើរចេញទៅចំណែកទូប្រុសរបស់យើងក៏បាននិយាយស៊ុនយីខ្ញុំមិននឹកស្មានថាប៉ារបស់នាងបើកចិត្តទូលាយបែបនេះនោះទេធ្វើឲ្យស៊ុនយីខឹងយ៉ាងខ្លាំងតើលួចស្ដាប់ខ្ញុំនិយាយដល់របៀបណាយីឈិនក៏បានបដិសេធខ្ញុំមិនបានលួចស្ដាប់នោះទេគឺដោយសារតែលោកប៉ារបស់នាងនិយាយខ្លាំងពេកបន្ទាប់មកពួកគេក៏បានបន្តដើរចេញទៅលោកពិតជាមានលេសច្រើនពេកហើយតោះប្រញាប់ទៅកន្លែងចតឡានរបស់ខ្ញុំភ្លាមនោះនាងក៏បាននឹកឃើញយ៉ាប់ហើយខ្ញុំភ្លេចទៅឡានរបស់ខ្ញុំនៅឯរោងបញ្ចាំដូច្នេះពួកយើងត្រូវជិះតាក់ស៊ីត្រឡប់ទៅវិញភ្លាមនោះទូប្រុសរបស់យើងក៏បានបញ្ចេញនូវកូនសោឡានរបស់ស៊ុនយីវាគឺនៅជាមួយនឹងខ្ញុំបានទៅលុះរួចរាល់ហើយធ្វើឲ្យនាងក៏បានភ្ញាក់ផ្អើលពិតជាកូនសោឡានរបស់ខ្ញុំមែនហើយអ្វីបានជានៅជាមួយនឹងលោកយីឈិនក៏បានបន្តនិយាយពេលនេះខ្ញុំជិះសង្សារបណ្ដោះអាសន្នរបស់នាងពិតណាស់ខ្ញុំមិនឲ្យនាងអត់មានឡានជិះនោះទេនោះគឺវានៅខាងនอกដោយស៊ុនយីក៏ប្រញាប់ស្ទុះមកឲ្យយីឈិននៅក្នុងថ្ងៃនេះខ្ញុំពិតជាអរគុណលោកខ្លាំងណាស់ប្រសិន
សិនបើគ្មានលោកនោះទេនៅក្នុងថ្ងៃនេះខ្ញុំច្បាស់ជាយ៉ាប់ជាមិនខាននៅតាមផ្លូវកំពុងតែធ្វើដំណើរស៊ុនយីក៏បានសួរយីឈិនខ្ញុំចង់ដឹងថាហេតុអ្វីបានជាលោកមកជួយខ្ញុំបែបនេះទូប្រុសរបស់យើងក៏បានតបទៅវិញនាងនឹងបានដឹងនៅថ្ងៃស្អែកជាមិនខានធ្វើនាងក៏បានឆ្ងល់បន្តិចថ្ងៃស្អែកតើថ្ងៃស្អែកមានអ្វីមែនទេភ្លាមនាងក៏បានបន្តនិយាយប្រាប់ទៀតយីឈិនខ្ញុំមានអារម្មណ៍ថាហាក់បីដូចជាត្រជាក់ខ្លាំងណាស់វាអាចថាម៉ាស៊ីនត្រជាក់ឡានរបស់ខ្ញុំខូចឬទេភ្លាមនោះយីឈិនក៏បានសម្លឹងទៅភាពអន់យ៉ាងខ្លាំងនេះគឺជាចំហាយវិញ្ញាណអាក្រក់និងហើយស្អីរឿងភាគទី18ក៏ត្រូវបានបញ្ចប់ដោយសារតែភាគនេះមានតែ4នាទីជាងតែប៉ុណ្ណោះដូច្នេះហើយអេដមីននឹងថែមភាគទី16មួយភាគទៀតកុំឲ្យអ្នកទាំងអស់គ្នារអ៊ូថាអេដមីនរឿងនេះល្អមើលហេតុអ្វីបានជាភាគខ្លីម្ល៉េះនិងហើយកុំភ្លេចជួយ like និង comment បាក់សញ្ញាកណ្ដឹងម្នាក់មួយផងដោយសារតែអេដមីននឹងចាប់ផ្ដើមសម្រេចឥឡូវនេះហើយយីឈិនមិនតបពីឃើញស្ថានភាពមិនសូវស្រួលគេក៏បាននិយាយទៅកាន់ស៊ុនយីមិនចាំបាច់សួរហេតុផលអ្វីនោះទេនាងត្រូវតែស្ដាប់ខ្ញុំឲ្យបានស្ដាប់រាល់ពាក្យដែលខ្ញុំបាននិយាយដំបូងនៅពេលដែលខ្ញុំចុះពីឡាននាងត្រូវតែប្រញាប់ត្រឡប់ទៅខុនដូឲ្យបានយ៉ាងលឿនមិនថាបានលឺសំឡេងឬឃើញអ្វីនោះទេកុំឈប់ឡាននិងងាកមកខាងក្រោយឲ្យសោះត្រូវតែបន្តដំណើរទៅខាងមុខទៀតទី2នៅពេលដែលនាងទៅដល់ខុនដូត្រូវតែប្រញាប់ចូលទៅដល់ក្នុងបន្ទប់ហើយចាក់សោភ្លាមហើយប្រើទូរស័ព្ទរបស់ខ្ញុំចុចទៅលេខដែលខ្ញុំបានសរសេរថាជាលេខសង្គ្រោះបន្ទាន់បន្ទាប់ពីតបភ្ជាប់ទៅទូរស័ព្ទមួយនោះបានហើយសូមឲ្យគេបញ្ជូននៅអង្គរៈខ្លាំងបំផុតមកខុនដូរបស់នាងក្នុងរយៈពេលកន្លះម៉ោងដើម្បីឲ្យពួកគេការពារសុវត្ថិភាពរបស់នាងប្រសិនបើមុនរយៈពេលកន្លះម៉ោងមានអ្នកណាទៅគោះទ្វារបន្ទប់កុំបើកឲ្យសោះត្រូវតែប្រញាប់រកវិធីដើម្បីជួយសង្គ្រោះខ្លួនឯងសិនរងចាំរហូតខ្ញុំទៅជួយសង្គ្រោះនាងបន្ទាប់មកយីឈិនក៏បានបើកទ្វារឡានចេញមកខាងក្រៅមើលទៅមនុស្សដែលព្យាយាមតាមខ្ញុំពីខាងក្រោយកម្លាំងធម្មពលប្រយុទ្ធរបស់គេមានធម្មតានោះទេប្រសិនបើឲ្យស៊ុនយីនៅក្បែរខ្ញុំច្បាស់ជាមានគ្រោះថ្នាក់ជាមិនខានដូច្នេះខ្ញុំនៅម្នាក់ឯងដើម្បីប្រយុទ្ធវាងាយស្រួលខ្លាំងជាងបន្ទាប់មកយើងក៏បានឃើញឡានទំនើបមួយគ្រឿងបានឈប់បរិបពេលនេះក៏បានដើរចូលមកខ្ញុំត្រូវតែប្រនិតឲ្យបានច្បាស់ថាពួកគេទាំងពីរនេះម្នាក់ណាគឺជាគូប្រយុទ្ធដ៏ពិតប្រាកដរបស់ខ្ញុំសំឡងទៅក៏បានឃើញអបិម្នាក់ដែលសក់វែងពោពេញទៅដោយចំហាយធម្មពលវិញ្ញាណអាក្រក់ដែលគេក៏បានបន្លឺឡើងយីឈិន5ឆ្នាំមកកន្លងផុតទៅហើយខ្ញុំមិនដឹងគេថានឹងមានសាច់ឈាមគ្រួសារយីនៅមានជីវិតនោះទេដោយទូប្រុសរបស់យើងក៏បានសួរទៅវិញតើលោកមានអ្វីពាក់ព័ន្ធនៅថ្ងៃកើតហេតុនៅក្នុងវេលាយន្តហោះកាលពីពេល5ឆ្នាំមុនហើយពេលនេះថែមទាំងតាមដានខ្ញុំទៀតផងមកនេះគឺដើម្បីសម្លាប់នរណាម្នាក់បាត់មាត់មែនទេធ្វើឲ្យបរិសក់វែងមនុស្សនោះក៏បានអស់សំណើចគឺមកសម្លាប់ឯងនឹងហើយដែលជាមនុស្សគ្មានប្រយោជន៍តាមសមត្ថភាពរបស់ឯងមិនចាំបាច់ដល់ដៃរបស់យើងនោះទេហុងស៊ីងចាត់ការគេភ្លាមទៅដោយកូនចៅរបស់គេម្នាក់នោះក៏បានតតវិញបានលោកម្ចាស់យ៉ាវបន្ទាប់មកក៏បានសម្រុកចូលទៅជាមួយនឹងធម្មពលពីពេញរាងកាយវាចូលជាច្រើនដៃប៉ុន្តែមិនត្រូវយីឈិននោះទេបន្ទាប់ពេលឃើញអបិហុងស៊ីងលេងឆ្អែតហើយទូប្រុសរបស់យើងក៏បានបញ្ឆេះធម្មពលក្នុងដៃដាល់ចូលកណ្ដាប់មុខពេលមួយទំហឹងផាំងផ្កាប់មុខច្បាប់ទៅលើថ្នល់ធ្វើលោកម្ចាស់យ៉ាវមិនពេញចិត្តយ៉ាងខ្លាំងពិតជាអត់បានការមែនគ្រាន់តែកំចាត់អាសម្រាប់ម្នាក់នេះធ្វើមិនបានដោយយីឈិនក៏បានតបទៅវិញលោកថាកូនចៅរបស់លោកគ្មានបានការហើយថាខ្ញុំជាសម្រាមទៀតខ្ញុំក៏ចង់ដឹងដែរថានៅថ្ងៃនេះណាជាសម្រាមអត់ប្រកាសទៅលោកម្ចាស់យ៉ាវក៏បានសរសើរបន្តិចគ្រាន់បើអឡប៉ុន្មានឆ្នាំមុននេះមើលទៅឯងដូចជារីកចម្រើនច្រើនពេកហើយនៅក្នុងថ្ងៃនេះខ្ញុំមិនដោះលែងឲ្យឯងរួចខ្លួនទៀតនោះទេខ្ញុំយ៉ាវជីងគូនឹងបញ្ជូនឯងទៅជួបជុំគ្រូសាយីរបស់ឯងហាមែនហើយកាលពី5ឆ្នាំមុនអ្នកដែលនាំមនុស្សទៅសម្លាប់គ្រូសាយីរបស់ឯងទីមូលគឺជាយើងយីឈិនក៏បានតបទៅវិញខ្ញុំដឹងថាកាលពី5ឆ្នាំមុនលោកគឺជានឹងបញ្ជូនហុងស៊ីងទៅដោយលោកម្ចាស់យ៉ាវក៏បានបន្តដល់ចូលទៅខាងមុខហុងស៊ីងគេមានធម្មពលក្បាច់គុណត្រឹមតែពាក់កណ្ដាលខ្ញុំតែប៉ុណ្ណោះដែលអាចឲ្យឯងមានសមត្ថភាពខ្លះក្នុងការវាយប្រហារបកទៅគេវិញដូច្នេះពេលនេះដល់វេនរបស់យើងម្ដងហើយត្រៀមខ្លួនទៅជួបម៉ែឪរបស់ឯងភ្លាមទៅបន្ទាប់មកក៏បានមកចិនចំហាយធម្មពលឡើងមកបន្ទាប់ពីឃើញបែបមនុស្សយីឈិនក៏បានដឹងទៅហើយលោកចង់កម្ចាត់ខ្ញុំជាមួយនឹងជំនាញបច្ចេកទេសឆ្មាជើង3មែនទេនិយាយអួតបែបនេះមិនខ្លាចបាក់មុខទៅតែសោះព្រោះតែខ្ញុំមិនចូលចិត្តអ្នកណានិយាយឆ្លើយបែបនេះដាក់ខ្ញុំនោះទេដោយលោកម្ចាស់យ៉ាវពេលនេះទ្រាំលេងបានហើយសាយភេចំហាយធម្មពលពីរាងកាយសម្រុកចូលទៅជាមួយនឹងចំហាយធម្មពលវិញ្ញាណបិសាចឆ្មាដល់កញ្ចក់ដៃរបស់គេក៏បានដោះវិញដែរហៀបនឹងចូលទៅដល់មុខរបស់យីឈិនទៅហើយពេលនោះគេក៏បានកិច្ចផុតបន្តិចបន្ទាប់មកក៏បានសងទៅវិញជាច្រើនដៃឈប់បន្តិចធ្វើឲ្យលោកម្ចាស់យ៉ាវហាក់បីដូចជាអស់កម្លាំងផងដែរបច្ចេកទេសធម្មពលក្បាច់កូនរបស់គេពិតជាលឿនមែនដែលអាចកិច្ចផុតនឹងរីរៀងពីសៀកញ្ញាំបិសាចឆ្មារបស់ខ្ញុំប៉ុន្តែឯងអាចទប់ទល់ជាមួយនឹងយើងបានប៉ុន្មានដងទៀតដែលពេលនេះមើលទៅដៃរបស់ឯងក៏មានរបួសផងដែរដោយយីឈិនក៏បានសួរទៅវិញតើអំណាចធម្មពលរបស់ឯងមានតែប៉ុណ្្នឹងមែនទេរបួសពី3កញ្ចក់ប៉ុណ្្នឹងវាមិនអាចធ្វើឲ្យខ្ញុំជាយកចាប់បាននោះទេមកពីមុននេះខ្ញុំបានមើលស្រាលលោកបន្តិចធ្វើឲ្យខ្ញុំមានការធ្វេសប្រហែសបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើឲ្យលោកម្ចាស់យ៉ាវចង់ស្ទះឈាមទៅហើយវាមិនអាចទៅរួចនោះទេដោយយីឈិនតែបន្ថែមទៀតវាជាការពិតព្រោះថាបច្ចេកទេសក្បាច់គុណរបស់លោកដែលបានយកមកវាប្រហារនេះវាត្រឹមតែជាស្នៀតដេតចៃតែប៉ុណ្ណោះយ៉ាវយីងគូពេលនេះដល់វេនរបស់ខ្ញុំម្ដងហើយនៅក្នុងថ្ងៃនេះខ្ញុំនឹងឲ្យឯងសូមបំណុលឈាមមកខ្ញុំវិញហត់ទៅលើលំហជាមួយនឹងចំហាយធម្មពលវិញ្ញាណអាក្រក់ដ៏ខ្លាំងក្លាបន្ទាប់ពីឃើញបែបនោះលោកម្ចាស់យ៉ាវគេនៅតែជឿជាក់ពីសមត្ថភាពរបស់គេទៀតអលអត់ឯងនៅក្មេងពេកហើយហ៊ានសម្រុកចូលមកវាប្រហារយើងទាំងក៏ខ្លួនបែបនេះដូច្នេះខ្ញុំនឹងប្រើប្រាស់ធម្មពលនៅក្នុងបាតដៃវាប្រហារបកទៅឯងវិញគប់ត្រូវយីឈិនផាំងធ្វើគេក៏បានសប្បាយចិត្តពេលនេះជើងរបស់ឯងត្រូវបានខូចខាតហើយមើលទៅឯងមិនអាចបន្តការប្រយុទ្ធជាមួយនឹងខ្ញុំបានទីនោះទេភ្លាមធ្វើគាត់ក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមពេលវាគឺជារាងកាយបំផុសដែលបានបង្កើតឡើងមើលទៅកម្រិតធម្មពលក្បាច់គុណរបស់គេពិតជាខ្លាំងក្លាលើសពីអ្វីដែលខ្ញុំបានស្មានទុកនឹងហើយភាគទី19ក៏ត្រូវបានបញ្ចប់ដោយសារតែភាគមួយនឹងមានតែ5នាទីតែប៉ុណ្ណោះក៏
សូមអធិស្ឋានរកកំហុសខុសឆ្គងនៅបាននិយាយឡើងបាយបាយនេះទាំងអស់គ្នា